trong câu chép chép phơi mình chép phơi đấy chép phơi chào phơi ôn à chào phơi thơm mà hô ba mày chui ra lần ủa ôn này ăn à chôm mai cọp đấy bà tiếp xúc với bóng bóng từng ở kia bà xóa công như thay một tiết bà mà can video rồiบอกខ្ញុំមួយនេះbàហើយថ្ងៃនេះគឺមានមុខម្ហូបពិសេសមួយដើម្បីបង្ហាញបងប្អូនbàហើយដូចបងប្អូនបានឃើញពីក្បាលវីដេអូអញ្ចឹងបាទគឺមុខម្ហូបរបស់យើងនេះគឺរៀងប្លែកបាទគឺប្លែកមែនទេបាទខ្ញុំមកដែរបានធ្វើពីមុនមកទេបាទអញ្ចឹងគឺបងគាត់ទៅមកពីថៃបាទអញ្ចឹងគាត់យកមុខម្ហូបថៃមកឲ្យធ្វើឲ្យហូបអញ្ចឹងណាបាទអញ្ចឹងក៏ឃើញតំណងបាទគឺថតបងប្អូនបានទស្សនាហើយក៏ប្រាប់ពីរបៀបធ្វើខ្លះសិនបងប្អូនចង់ធ្វើបានអញ្ចឹងបាទហើយមុខម្ហូបនេះគឺគេហៅថាមន់ក្រោមទឹកបាទនេះភាសាខ្មែរណាភាសាថៃគឺស្អីគេទេបាទខ្ញុំអត់ចេះទេបាទប៉ុន្តែបើនិយាយពីបុកគ្រឿងបុកអីនេះគឺដូចតែយើងឆាក្តៅមន់អញ្ចឹងបាទរបៀបធ្វើគឺស្រៀងយើងឆាក្តៅមន់ដែរហ្នឹងឯងបាទប៉ុន្តែគាត់ថារបៀបធ្វើវាខុសគ្នាបាទអញ្ចឹងដំបូងឡើយគឺយើងមានមន់របស់យើងមួយមកបាទគឺមន់ចតុងក៏បានដែរមន់មេណាក៏បានដែរប៉ុន្តែខ្ញុំនេះគឺយកអាមន់រោពងបាទគឺអេមស្នៃតែម្ដងមន់រោពងបាទចឹងគឺវានៅខ្ចីបាទគឺអត់ទាន់មានអាពង3 4ដងអានេះវាស្វិតពេកបាទអញ្ចឹងយកមន់អារៀងភុយតិចមកបាទយើងយកមកធ្វើមុខម្ហូបមួយនេះបាទហើយយើងកាប់សាច់កាប់អីវារៀងតូចបែបហ្នឹងទៅដើម្បីឆាប់ឆ្អិនអញ្ចឹងណាបងប្អូនបាទហើយវិធីធ្វើវាគឺគេមានឆ្នាំងបាទគឺមានឆ្នាំងប្រភេទឆ្នាំងចំហុយអាបែបថាអាឆ្នាំងចំហុយអង្គតណៅបងប្អូនបាទហ្នឹងក៏វាល្អដែរបើសិនជាបងប្អូនអត់មានអាហ្នឹងទេបងប្អូនយកក្អមបាទដាក់ក្អមមកបាទក្អមក៏ double ជាតិបងប្អូនអានោះគឺឆ្ងាញ់តែម្ដងគេយកក្អមមកហើយយើងកាប់សាច់កាប់អីវាទូចហើយយើងលាយជាមួយនឹងអាគ្រឿងក្រូចយើងបុកមិញណាបាទហើយគ្រឿងក្រូចបុកមិញហ្នឹងដូចតែយើងបុកឆាក្តៅឆាអីចឹងបងបាទគឺមិនខុសគ្នាទេប៉ុន្តែគាត់ថាវាខុសរបៀបធ្វើបាទហើយរសជាតិក៏វាអាចខុសគ្នាដែរបាទខុសគ្នាបាទគឺថាឆ្ងាញ់តែម្ដងបាទខ្ញុំខូបសិលមិញគឺត្រូវមាត់បាទអញ្ចឹងគឺចង់បង្ហាញបងប្អូនបន្តិចបាទនេះគឺឆ្នាំងនេះបាទយើងដាក់ណាបាទយើងយកសាច់លាយជាមួយគ្រឿងហើយយើងដាក់ចូលតែម្ដងបាទដាក់ចូលក្នុងហ្នឹងយើងយកទៅដាក់លើភ្លើងហើយអាក្នុងឆ្នាំងហ្នឹងគឺយើងអត់ដាក់ទឹកទេបងប្អូនបាទអត់មកដាក់ទឹកដាក់អីទេគឺយើងយកទឹកដាក់មកចាន់ដែកពីលើយើងយកទឹកមកចាន់ដែកដាក់ពីលើអាឆ្នាំងហ្នឹងបណ្ដោយបាទដាក់ពីលើឆ្នាំងហ្នឹងទៅពេលយើងដុតភ្លើងពីក្រោមទៅបាទគឺអាចំហាយទឹកដែលវាត្រូវក្តៅហ្នឹងវាចំហាយវាគឺវាធ្លាក់ទៅក្រោមបាទវាមានតែធ្លាក់ចូលក្នុងឆ្នាំងមន់របស់យើងក្រោមហ្នឹងវិញអញ្ចឹងគេធ្វើម្ហូបនេះគឺគេយកចំហាយទឹកដែលធ្លាក់ពីលើចុះក្រោមបាទដើម្បីឲ្យវាឲ្យជីរសវាឆ្ងាញ់អញ្ចឹងទៅបាទតែពិតធ្វើទៅឆ្ងាញ់របស់គេមែនបងប្អូនបាទនៅពេលយើងបុកគ្រឿងបុកអីហើយកាប់សាច់ហើយនេះគេដាក់បែបហ្នឹងបងប្អូនបាទគេដាក់គ្រឿងចូលគ្នាទៅហើយគេដាក់ម្រេចបាទម្ហូបនេះគឺមានម្រេចដាក់បន្តិចទៅដើម្បីឲ្យវាឆ្ងាញ់ហើយយើងបន្ថែមមួយម្ទេសឲ្យច្រើនហ្នឹងបងប្អូនម្ហូបថៃយើងដឹងហើយគឺត្រូវការម្ទេសឲ្យវាហិលខ្លាំងមិនឆ្ងាញ់ចង់សមិញគឺមិនសូវដាក់ហិលខ្លាំងទេខ្លាចហូបអត់កើតកូនក្មេងហូបអត់កើតអញ្ចឹងណាយើងដាក់រៀងមិនសូវខ្លាំងបាទប៉ុន្តែបើតាមក្បួនគេដាក់ឲ្យហិលហោះហ្មងបានឆ្ងាញ់ហ្នឹងហើយអញ្ចឹងគឺប៉ុណ្ណឹងបាទគឺយើងរាយគ្រឿងទៅបាទពីចេញស៊ុបស្ករឲ្យទៅបាទហើយយើងលាយមួយគ្រឿងទៅហើយប៉ុណ្ណឹងគឺរួចរាល់ហើយយើងដាក់ក្នុងឆ្នាំងរបស់យើងមកបាទប៉ុណ្ណឹងមកគឺអូខេបងប្អូនបាទហើយយើងលើកឆ្នាំងរបស់យើងហ្នឹងយកទៅដាក់លើចក្រានទៅគឺជាការស្រេចហើយភ្លើងវិញគឺយើងអត់ដាក់ភ្លើងខ្លាំងពេកទេបាទភ្លើងរៀងមុំអញ្ចឹងណាបាទហើយប៉ុណ្ណឹងហើយយើងអត់មកដាក់ទឹកអីទេបងប្អូនអត់មានទឹកអីក្នុងហ្នឹងទេបាទបន្តមកទៀតបានយើងយកចាន់ដែកទូចមួយមកយើងដួសទឹកយកមកដាក់តែម្ដងបាទដូចក្នុងវីដេអូហ្នឹងបងប្អូនបាទយើងយកដាក់ពីលើអញ្ចឹងណាបាទហើយភ្លើងយើងដុតរ៉េទៅដល់ពេលដែលភ្លើងនឹងវាក្តៅទៅវាក្តៅដល់ទឹកខាងលើមានទឹកហ្នឹងវាធ្លាក់ទៅក្រោមបងប្អូនណាបាទគឺយើងយកទឹកដែលធ្លាក់ទៅក្រោមបាទចំហាយទឹកដែលធ្លាក់ទៅក្រោមហ្នឹងឬគេហៅញើសទឹកហ្នឹងបាទគឺធ្លាក់ទៅវាចូលក្នុងមាន់ហ្នឹងតែម្ដងបាទអញ្ចឹងមាន់ហ្នឹងគឺអត់ខ្លោចទេបងប្អូនបាទអត់ខ្លោចទេបាទគឺអត់ខ្លោចតែម្ដងបាទឃើញបងប្អូននេះបើកមកនេះគឺទឹកក្នុងហ្នឹងមានឡើងកាហ្វេបាទដោយសារវាជ្រាបពីលើទៅក្រោមបងប្អូនបាទទៅពេលដែលវាពុះបែបហ្នឹងវាឆ្អិនហើយយើងដាក់បន្ថែមជាមួយនឹងម្រះប្រូអីទៀតទៅបងប្អូនណាគឺវាជាតិដែរបាទហើយកន្លែងនេះបាទនៅពេលដែលទឹកហ្នឹងវាពុះម្ដងហើយគឺយើងត្រូវដូរទឹកបងប្អូនយើងត្រូវដូរទឹកថ្មីបាទយើងដាក់ទឹកថ្មីមកហើយយើងអាសាមើលទៅទឹកហ្នឹងពុះមួយសាទៀតយើងបើកមើលទៀតទៅបាទបើសិនជាវាភុយល្អហើយមាន់យើងឆ្អិនហើយគឺឆ្អិនហើយលើកមកហូបបានហើយតែបើសិនជាមិនតាន់ភុយទេយើងដូរទឹកទៀតបាទដូរទឹកឲ្យលើហ្នឹងទៀតដាក់ទឹកថ្មីទៀតចឹងណាបាទអញ្ចឹងគឺចុងក្រោយគឺមានតែប៉ុណ្្នឹងឯងហើយក៏ឆ្អិនដែរបងប្អូនឆ្អិនគឺយើងលើកមកហើយយើងភ្លក់ទាំងអស់គ្នាទៅបងប្អូនបាទចឹងនេះគឺក្លែមតិចបងប្អូនបាទចិត្តចូលឆ្នាំយើងក្លែមតិច
បាទនេះបងប្អូនមន់របស់យើងនេះគេហៅថាមន់ក្រោមទឹកបាទក្រោមទឹកតកបាទគឺអេមតែមួយណាគឺអេមមកគេដែរបាទឈ្មោះថៃគេផ្សេងតែយើងហៅថាមន់ក្រោមទឹកបាទប៉ុន្តែអូជារសបាទខ្ញុំទទួលយកបានបាទគឺថាហិលបាទមួយយ៉ាងដែរបាទដោយសារយើងដាក់ម្រេចដាក់អីចឹងណាបើសិនជាបងប្អូនមានម្រេចខ្ចីក៏អេមដែរដាក់ម្រេចខ្ចីក៏រឹតតែឆ្ងាញ់ដែរបាទប៉ុន្តែឥឡូវនេះគឺមានតែប៉ុណ្្នឹងហើយមកវីដេអូមួយហ្នឹងណាបាទហើយសង្ឃឹមថាបងប្អូនចង់ធ្វើអីអាចធ្វើបានបាទខ្ញុំប្រាប់ប៉ុណ្្នឹងហើយយល់ហើយយើងគ្រប់ធ្វើបាទចឹងអូខេចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយអរគុណច្រើនបងប្អូនជម្រាបលាបាទបាយ